តាអ្នកទាំងអស់គ្នាមានឆ្ងល់ទេថាមេធាវីដឹងថាកូនក្តីរបស់ខ្លួនជាជនល្មើសហើយហេតុអ្វីបានជាមេធាវីនៅតែការពារជនល្មើសនោះទៀតបើយើងនិយាយថាមេធាវីការពារជនល្មើសនោះគឺវាមិនត្រឹមត្រូវទេបើយើងនិយាយឲ្យត្រឹមត្រូវមេធាវីគឺការពារសិទ្ធិនិងផលប្រយោជន៍របស់កូនក្តីរបស់គាត់និងធានាថាការអនុវត្តដោះស្រាយទៅតាមនីតិវិធីឲ្យមានភាពត្រឹមត្រូវនិងសុក្រឹតតែប៉ុណ្ណោះហើយការសម្រេចថាបុគ្គលម្នាក់មានទោសឬក៏មិនមានទោសមិនមែនអាស្រ័យទៅលើមេធាវីទេគឺអាស្រ័យទៅលើចៅក្រមនៅក្នុងសវនាការទេដូច្នេះសរុបមកមនុស្សទាំងអស់មិនថាជាជនជាប់ចោទមិនថាជាជនរងគ្រោះទេនឹងត្រូវបានទទួលឱកាសនៅក្នុងការទទួលមេធាវីការពារសិទ្ធិនិងផលប្រយោជន៍របស់គាត់ដោយសារតែនៅក្នុងសវនាការឬក៏នីតិវិធីនៃការដោះស្រាយនោះមានភាពស្មុគស្មាញអាចថាជនជាប់ចោទឬក៏ជនរងគ្រោះគាត់មិនសូវជាយល់អំពីផ្នែកច្បាប់គាត់អាចស្នើសុំមេធាវីការពារក្តីរបស់គាត់ហើយនេះបានជាត្រូវការពារសិទ្ធិនិងផលប្រយោជន៍របស់កូនក្តីឧទាហរណ៍ប្រសិនបើកូនក្តីរបស់មេធាវីនោះគាត់បានប្រព្រឹត្តល្មើសពិតមែនប៉ុន្តែប្រព្រឹត្តល្មើសតែនៅក្នុងមាត្រា199ដែលគេនិយាយអំពីបទឃាតកម្មក៏ប៉ុន្តែជនរងគ្រោះត្រូវបានចោទប្រកាន់បាទទៅលើមាត្រា200ទៅវិញមាត្រា200គេនិយាយអំពីបទឃាតកម្មកឹតទឹកជាមុនតែទោលការផ្ដន់ទាទោសដាក់ពន្ធនាគារពេញមួយជីវិតប្រសិនបើគ្មានមេធាវីការពារក្តីទេនោះអាចនឹងបាត់បង់សិទ្ធិនិងផលប្រយោជន៍របស់ជនជាប់ចោទនោះជាក់ជាមិនខានអរគុណសម្រាប់ការទស្សនានៅវីដេអូនេះបើសិនបើបងប្អូនមានសំណួរក៏ដូចជាចង់ឲ្យខ្ញុំបកស្រាយនៅវិធានបទណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត